ចាសួស្តីបងប្អូនថ្ងៃនេះយើងមកជួបគ្នាទៅហើយតាក់ទងជាមួយនឹងការមើលព័ត៌មានការងារនៅលើគេហទំព័របងធំ .com អញ្ចឹងឥឡូវគឺយើងកំពុងតែនៅលើ website បងធំយើងមើលតាមរយៈ website ណាយើងដឹងហើយថាការចូលមើល website គឺយើងចូលទៅ web browser ហើយយើងវាពាក្យ BONGTHRM ឥឡូវគឺនៅទំព័រមុខណានៅលើទូរស័ព្ទដៃគឺបង្ហាញរូបរាងបែបនេះតែម្ដងអញ្ចឹងថ្ងៃនេះគឺខ្ញុំចង់បង្ហាញអំពីពាក្យផ្លាស់ប្ដូរនៅលើគេហទំព័របងធំ .com អញ្ចឹងយើងឥឡូវគឺយើង scroll ចុះក្រោមមកចាហើយយើងឃើញពាក្យ quick link យើងចុចទៅលើពាក្យ quick link ហ្នឹងទៅចានៅយើងចុចទៅលើ quick link ហ្នឹងយើងឃើញពាក្យ procurement ads អញ្ចឹង procurement ad ហ្នឹង procurement ads គឺពីមុនមកគឺពាក្យថា invitation for bid ចាឥឡូវគឺគាត់ដូរទៅ procurement ad ដើម្បីព្រោះពាក្យហ្នឹងគឺទូលំទូលាយជាងពាក្យ invitation for bid អញ្ចឹងយើងចុចទៅលើហ្នឹងទៅគឺយើងឃើញសេចក្តីប្រកាសនៅក្នុងហ្នឹងហើយចាអញ្ចឹងនៅក្នុងនេះគឺមានសេចក្តីប្រកាសជាច្រើនដែលពាក់ព័ន្ធជាមួយនឹង procurement ad ហ្នឹងគឺដូចជាខាងផ្នែក call for application energy service ចាខាងផ្នែកសេវាកម្មក៏ដូចជាខាងផ្នែក proposal call for proposal for audit for financial statement ចាអញ្ចឹងនឹងតកតងជាមួយនឹងខាងគណនេយ្យខាង firm ណាចា invitation for bid of printing service ចាតកតងជាមួយនឹងខាង printing អញ្ចឹងនេះគឺជាលិខិតអញ្ជើញចូលរួមដេញថ្លៃផ្គត់ផ្គង់អង្គឆ្នាំ2020-2026ខាងផ្នែកលក់អង្គចាហ្នឹងហើយ consultancy service ចានេះគឺ provision of consultancy service for reliability study and business plan development ចាហ្នឹងហើយនៅខាងផ្នែកសេវានេះគឺខាងផ្គត់ផ្គង់ណាចាសេចក្តីប្រកាសជូនដំណឹងពីការដេញថ្លៃផ្គត់ផ្គង់សម្ភារៈអញ្ចឹងសម្រាប់សម្ភារៈចាហើយនេះចាហ្នឹងហើយខាងផ្នែកលក់ចានេះគឺគាត់ខាងសាលាគាត់ត្រូវការលក់ចេញគឺគាត់ហៅក្រុមហ៊ុនមកដេញថ្លៃអញ្ចឹង invitation to bid for competitive sale of 2 unit of the disposal vehicle ចាហ្នឹងហើយអញ្ចឹងគឺមានទាំងសម្ភារៈនិងសេវាកម្មចាអញ្ចឹងនៅក្នុង procurement ad ហ្នឹងគឺមានសេចក្តីប្រកាសអញ្ជើញដេញថ្លៃ expression of interest development consulting តើតើជាមួយនឹង consultants ចាការប្រឹក្សាយោបល់ចាចឹងនៅក្នុងនោះគឺមានច្រើនដែរតកតងជាមួយនឹងការផ្សាយនៅក្នុង procurement ad នៅលើគេហទំព័របងធំ .com ចឹងល្អសម្រាប់ក្រុមហ៊ុនចាដែលគាត់បម្រើសេវាកម្មក៏ដូចជាផ្គត់ផ្គង់ផលិតផលឬក៏សម្ភារៈផ្សេងហ្នឹងអញ្ចឹងគឺល្អមែនតើណាចឹងគឺយើងចូលទៅគេហទំព័របងធំ .com ទៅហើយយើងចុចទៅលើ quick link យើងឃើញពាក្យ procurement ad ចា procurement ad ហ្នឹងគឺមានការផ្សាយតកតងជាមួយនឹងការអញ្ជើញដេញថ្លៃដាក់ពាក្យទៅលើការទិញអីផ្សេងហ្នឹងចាសេវាកម្មហ្នឹងគឺត្រូវតែម្ដងណាចាអញ្ចឹងសម្រាប់អ្នកលក់ក៏ដូចជាអ្នកផ្នែកទីផ្សារដែរគឺយើងឧស្សាហ៍ចូលមើលនៅខាងគេហទំព័របងធំទៅគឺមានការដេញថ្លៃនិងការផ្គត់ផ្គង់សេវាក៏ដូចជាសម្ភារៈអីជាច្រើនចាអញ្ចឹងគឺឧស្សាហ៍មានណាចាហើយនៅក្នុងគឺមានច្រើនទីតាំងណាច្រើនក្រុមហ៊ុនច្រើនអង្គការអញ្ចឹងគឺប្រជែកហ្នឹងគឺគម្រោងហ្នឹងគឺតាក់ទងជាមួយនឹងខាងរដ្ឋាភិបាលក៏ដូចជាខាងក្រុមហ៊ុនឯកជននិងអង្គការចាតែជាទូទៅគឺខាងអង្គការគាត់មានគម្រោងច្រើនដូច្នេះគឺយើងចូលទៅគឺយើងឃើញហើយសេចក្តីប្រកាសទាំងអស់ហ្នឹងណាចាអញ្ចឹងដូចជា market engagement notice general partner in Cambodia and Laos ចានៅខាងធនាគារណាចាដូច្នេះគឺយើងចូលទៅយើងឃើញការឃើញសេចក្តីប្រកាសទាំងអស់នេះហើយយើងចុចទៅលើព័ត៌មានលម្អិតមើលអំពីតម្រូវការដែលខាងក្រុមហ៊ុនគាត់ត្រូវការហ្នឹងចាអញ្ចឹងដូចជាខាង Oxfam គឺគាត់ត្រូវការខាងផ្នែក consultancy to provide training on Cambodia tax system ចាហ្នឹងហើយអញ្ចឹងសម្រាប់ firm អ្នកដែលផ្ដល់សេវាកម្មផ្នែកខាងពន្ធក៏ដូចជាខាងផ្នែកគណនេយ្យហ្នឹងគឺត្រូវតែម្ដងចាហ្នឹងហើយនៅខាង Oxfam ចាគាត់ជាអង្គការណាចាដូច្នេះគឺយើងចូលទៅយើងមើលសេចក្តីប្រកាសហើយនឹងតម្រូវការតាក់ទងជាមួយនឹងព័ត៌មានការដេញថ្លៃហ្នឹងតាក់ទងជាមួយនឹងតម្រូវការផ្សេងហើយយើងរៀបចំឯកសារសម្រាប់ដាក់ពាក្យដេញថ្លៃទៅលើសេវាកម្មក៏ដូចជាផលិតផលដែរចានៅក្នុងហ្នឹងគឺតម្រូវការផ្សេងតម្រូវការដែលគាត់ត្រូវការហ្នឹងគឺមាននៅក្នុងហ្នឹងតែម្ដងដូច្នេះគឺស្រួលសម្រាប់ពួកយើងផ្នែកលក់ក៏ដូចជាផ្នែកទីផ្សារដែរណាចាអញ្ចឹងគឺល្អមែនតើណាតែទោះអាស្រ័យស្ថានីយ៍ផ្សេងហ្នឹងគឺនៅក្នុងហ្នឹងព័ត៌មានដែលគាត់ត្រូវការគឺគាត់ដាក់ភ្ជាប់ចូលនៅក្នុងសេចក្តីប្រកាសតែម្ដងដូច្នេះសូមជូនពរពួកយើងសំណាងល្អចាជោគជ័យទាំងអស់គ្នាសម្រាប់អ្នកដែលគាត់ធ្វើការខាងផ្នែកក្រុមហ៊ុនគឺចូលតែដេញថ្លៃចាហ្នឹងហើយអ
អញ្ចឹងមិនថាសេវាកម្មឬមួយក៏ផលិតផលឬក៏សម្ភារៈទេចាអញ្ចឹងគឺនៅទីនេះគឺល្អមែនតើចូលទៅគេហទំព័របងធំ .com ហើយយើងយកពាក្យ procurement ads ចាអញ្ចឹង procurement ad ហ្នឹងគឺនៅខាងក្រោម quick link ចាហ្នឹងហើយអញ្ចឹងអរគុណជំរាបលាចា